សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំនិយាយអំពីជូកលៀងដែលទទួលបន្ទុកមើលថែលាវសានបន្តពីលាវប៉ៃនៅពេលដែលគាត់បានស្លាប់ទៅក្រោយចាញ់សង្គ្រាមជាមួយនឹងនគរតឹងអ៊ូជូកលៀងនៅពេលដែលមានបន្ទុកមើលថែលាវសានហ្នឹងវាមិនសូវអ្វីទេប៉ុន្តែអ្វីដែលពិបាកនោះគឺការបណ្ដុះបណ្ដាលឲ្យលាវសានហ្នឹងមានចំណេះដឹងខ្លាំងពូកែហើយនឹងគាត់មានគំនិតគិតគូរវែងឆ្ងាយពីនគររបស់គាត់ការពិតទៅការបណ្ដុះបណ្ដាលមនុស្សម្នាក់វាគឺជាពិបាកមែនតើនៅពេលដែលយើងជាគ្រូគេហើយយើងបង្រៀនសិស្សអត់សូវរៀនបកកែអត់សូវយកចិត្តទុកដាក់ឬក៏គាត់អត់មានគំនិតគិតគូរវែងឆ្ងាយបានទៅដល់ទេអាហ្នឹងគឺជាផលវិបាកមួយរបស់យើងជាគ្រូដែរវាជារឿងធម្មតាទេនៅពេលដែលក្នុងវងតកោអបជនណាមួយតែតែមានអាចនិយាយបានថា10មាន5អីទៅមានកូនចៅមួយទៀតមានកូនដែលមិនបានការម្នាក់ចឹងឯងឬក៏2នាក់តាមដែលមើលទៅជាក់ស្ដែងព្រោះខ្ញុំបានឃើញផ្ទាល់នឹងភ្នែកហើយនឹងបានស្គាល់ពីបុគ្គលបែបហ្នឹងដូចជាលាវសានច្រើនពួកគាត់គឺឪពុកម្ដាយរបស់គាត់មានធនធានហើយការបីបាច់ឬក៏ការថែទាំរបស់គាត់មានការដល់មែនតែអ្វីដែលសំខាន់គឺគាត់អត់មានកំណើតតែម្ដងតែក៏ពិតទៅជូកលៀងហើយនឹងលាវប៉ៃដូចជាមិនសូវខ្វាយខ្វល់ជាមួយនឹងលាវសានប្រហែលទេព្រោះគាត់រវល់កិច្ចការគាត់ច្រើនដែរតែបើសិនជាលាវសានគាត់មានទេពកោសល្យគាត់ចេះដឹងដូចឆៅឆុងកូនឆៅឬក៏សុនឈៀនអីចឹងទៅគឺគាត់អាចនឹងមានឱកាសដើរតាមជាមួយនឹងឪពុកហើយនឹងជូកលៀងច្រើនក្នុងនាមយើងជាឪពុកឬក៏យើងជាគ្រូគេតែមានការធុញទ្រាន់ជាមួយនឹងកូនសិស្សមួយដែលពិបាកនឹងបង្រៀនឬក៏ពិបាកណែនាំអីចឹងគាត់មិនសូវយល់ពីកិច្ចការងារដែលយើងដាក់ឲ្យគាត់ធ្វើចឹងណាពេលខ្លះយើងបើសិនជាមានកូនសិស្សណាដែលល្អកូនសិស្សណាដែលព្យាយាមរៀនសូត្រកូនសិស្សណាដែលខ្វាយខ្វល់ពីចំណេះដឹងទូទៅដែលគាត់ចង់ចេះចឹងណាយើងមានកម្លាំងចិត្តបង្រៀនគាត់ចេញពីចិត្តតែម្ដងព្រោះគាត់អាសាដើរតាមយើងតែបើលាវសានវិញខ្ញុំអាចនិយាយបានថាគាត់នៅតែក្នុងវាំងទេអញ្ចឹងគាត់មិនសូវជាខ្វាយខ្វល់នឹងការរៀនសូត្រប្រហែលទេអ្វីដែលគាត់បដោតធ្វើច្រើនជាងគេនោះគឺលបែងទូទៅជាមួយនឹងមិត្តភ័ក្តិអីគាត់ហ្នឹងហើយនឹងគាត់លេងចង្រិតជុំគ្នាអញ្ចឹងទៅរឿងដែលបដោយកូនអានឹងជារឿងមួយតែបើសិនជាគាត់អត់សូវមានដងទេគឺពិបាកពុតគាត់មែនតើជូកលៀងគឺពេលដែលដើរតាមជាមួយនឹងលាវប៉ៃគឺមានរឿងសយច្រើនមែនតើសយជាមួយនឹងគូនអ៊ីសនិងឆាងហ្វីហើយនៅពេលដែលបាត់បង់មេតបទាំងអស់ហ្នឹងហើយបាត់បង់លាវប៉ៃហើយគឺទើសចិត្តជាមួយនឹងកូនលាវប៉ៃទៀតមនុស្សភាគច្រើនអាចនិយាយបានថាមានឱកាសធ្វើការងារដែលល្អដែលខ្លួនឯងចង់ធ្វើហើយប៉ុន្តែគឺសយអីគឺធ្វើជាមួយនឹងមនុស្សដែលពិបាកដូចខ្ញុំចឹងខ្ញុំមានប្រវត្តិធ្លាប់មានការងារដែលល្អហើយប្រាក់ខែច្រើនហើយតំណែងខ្ញុំក៏ធំដែរតែអ្វីដែលសយចំពោះខ្ញុំនោះគឺធ្វើការជាមួយនឹងមនុស្សដែលយ៉ាប់មែនតើព្រោះការងារហ្នឹងគឺជាការងារក្រុមហ៊ុនឯកជននេះអញ្ចឹងគឺម្ចាស់ក្រុមហ៊ុនគឺគាត់យកសាច់ញាតិរបស់គាត់យកមកដាក់បន្ទុកឬក៏ឲ្យគាត់អ្នកកាន់កាប់ការងារទាំងអស់ហ្នឹងដើម្បីជាចំហរបស់គ្រួសាររបស់គាត់ប៉ុន្តែអ្វីដែលសំខាន់គឺបុគ្គលម្នាក់ហ្នឹងគឺជាប្អូនបង្កើតរបស់ម្ចាស់ក្រុមហ៊ុនហ្នឹងគឺគាត់មានមែនតើហើយគាត់ធ្វើអ្វីបានជោគជ័យច្រើនស្នាដៃប្រកបច្រើនតែអ្វីដែលពិបាកនោះគឺគាត់មានប្អូនមួយដែលអត់កំណើតខ្ញុំនិយាយនេះខ្ញុំអត់ខ្វល់ថាខ្ញុំនិយាយទៅប៉ះពាល់គេទេប៉ុន្តែគឺនៅពេលដែលខ្ញុំនិយាយនេះតាំងពីខ្ញុំប្រឈមមុខជាមួយគេគឺខ្ញុំឆ្អែតឆ្អន់ហើយខ្ញុំប្រកបបញ្ហាជាមួយគេច្រើនមែនតើហើយក៏គេបានប្រកបបញ្ហាមកលើខ្ញុំច្រើនផងដែរប៉ុន្តែគឺយើងបានដោះស្រាយគ្នាតាមសតិវិធីអីអស់ហើយប៉ុន្តែឥឡូវយើងអត់មានស្អប់គេប៉ុន្តែគេស្អប់យើងគេឃើញយើងគេធ្វើអត់ស្គាល់ឬក៏គេគុំគួនយើងអីពីចំណុចណាផ្សេងអីយើងអត់ខ្វល់ទេសំខាន់គឺគាត់ជាបុគ្គលមួយដែលអត់កំណើតនៅពេលដែលមានគ្រួសាររបស់គាត់ជាចំហមួយដ៏ធំហើយគ្រួសាររបស់គាត់ជោគជ័យប៉ុន្តែគាត់នេះគឺជាមនុស្សដែលអាចនិយាយបានថាចោលមួយទៀតឬក៏អត់កំណើតតែម្ដងគាត់អត់ខ្វល់ពីអ្វីដែលគ្រួសាររបស់គាត់ខំប្រឹងកសាងឡើងដើម្បីគាត់ទេគឺគាត់អត់ខ្វល់ទេអ្វីដែលគាត់
បានសពថ្ងៃគឺការសប្បាយហើយនឹងការយកចិត្តទុកដាក់ពីគ្រួសាររបស់គាត់ហ្នឹងគាត់ខ្វល់ថាត្រូវធ្វើអ្វីបន្ថែមឲ្យរីកចម្រើនខ្លាំងជាងហ្នឹងឯងគឺគាត់ចង់ធ្វើអីក៏ធ្វើហ្នឹងគាត់ចង់សប្បាយក៏ទៅសប្បាយគាត់ចង់ផឹកស៊ីគាត់ចង់មិត្តជួបជុំមិត្តភ័ក្តិអានឹងជារឿងរបស់គាត់លុយគាត់ចាយអត់អស់ឬក៏គ្រួសារគាត់ពុបគង់អត់ចេះខ្វះផងអញ្ចឹងគាត់មានអីពិបាកដោយកូនគេអ្នកក្រនៅពេលដែលយើងអត់ដែលធ្លាប់ពិបាកកាត់មកពីកំណើតមកអានឹងគឺជាទម្លាប់មួយហ្មងបើសិនជាពេលណាយើងធ្លាក់ខ្លួនប៉ាប់គឺយើងពិបាករស់នៅមែនតើព្រោះយើងធ្លាប់តែសំណុកសុខស្រួលមិនដោយកូនគេអ្នកក្រឲ្យទូទៅទេគាត់រស់នៅជាមួយនឹងការលំបាកសមអីអញ្ចឹងជួបបញ្ហាអីឬក៏គាត់ចង់សម្រេចកិច្ចការអីគឺគាត់ជំនះធ្វើគាត់ប្រឹងធ្វើអស់ពីចិត្តតែបើសិនជាកូនគេកើតមកអ្នកមានស្រាប់ហើយគេអត់សូវមានដងអញ្ចឹងដូចលាវសានអញ្ចឹងអត់សូវខ្វល់ទេអញ្ចឹងគឺជាបញ្ហាមួយដែលគ្រួសារប្រឈមមែនទែននៅពេលដែលមានកូនបែបហ្នឹងបើកូនគេអ្នកមានខ្លះអាចនឹងបង្កបញ្ហាទៅដាក់អ្នកដតីបានតាមកលៈសៈណាមួយតែបើសិនជាលាវសានដូចជាមិនមានបង្កបញ្ហាទៅដល់អ្នកណាគេទេគាត់ថាគាត់ slow boat ដែរប៉ុន្តែគាត់អត់សូវឆ្លាតអញ្ចឹងគឺអ្វីដែលគាត់គិតឬក៏គាត់សម្រេចគឺគាត់សួរពីទីប្រឹក្សារបស់គាត់សួរពីមនុស្សជុំវិញខ្លួនរបស់គាត់ថាគាត់ចង់ធ្វើអីថាឲ្យគេនឹងសម្រេចចិត្តបែបម៉េចហើយគាត់នឹងសម្រេចចិត្តតាមគេចុងក្រោយនិយាយទៅគឺអាងារអីបញ្ហាទម្លាក់មកគាត់គឺគាត់បលែងគេធ្វើទាំងអស់គាត់អត់សូវខ្វល់ទេនៅពេលដែលចប់សង្គ្រាមជាមួយនឹងនគរអ៊ួយឬក៏តុងអ៊ួយហ្នឹងគឺឡើងដល់តកូលសឺម៉ាអ៊ីវិញអញ្ចឹងគឺទៅពេលដែលតកូលសឺម៉ាអ៊ីហ្នឹងលើកតបមកច្បាំងជាមួយនឹងនគរគាត់គឺគាត់អត់មានវិធីសាស្ត្រអីវែងឆ្ងាយឬក៏អត់មានវិធីសាស្ត្រទប់ទល់ដើម្បីដោះស្រាយពីបញ្ហាអស់ហ្នឹងឯងគឺគាត់សម្រេចចិត្តថាគាត់សួរពីទីប្រឹក្សារបស់គាត់អ្នកដែលណែនាំឬក៏គ្រូគាត់កន្លងមកថាតើយើងគួរតែធ្វើវិធីសាស្ត្របែបម៉េចហើយនៅពេលដែលទីប្រឹក្សាឬក៏គ្រូរបស់គាត់នឹងប្រាប់ថាយើងអត់មានលទ្ធភាពអីទប់ទល់នឹងគេទេយើងមានតែចោះចាញ់អានោះគឺគាត់សម្រេចចិត្តថាចោះចាញ់តាមគេទាំងទៅគឺគាត់គិតអីដែរស្រួលតែហ្មងបើថាបញ្ហាគឺគាត់អត់ហ៊ានប្រឈមឬក៏គាត់មិនមែនថាអត់ហ៊ានប្រឈមគឺគាត់អត់មានសមត្ថភាពដោះស្រាយហ្មងគឺខួរក្បាលគាត់គិតអត់ចេញហ្មងអញ្ចឹងមនុស្សហ្នឹងបើសិនជាអត់មានទេពកោសល្យហើយខួរក្បាលគាត់មានអារម្មណ៍ថាគាត់រកកផែលខួរក្បាលគាត់ទឹកទុកតែទិន្នន័យបានតិចមែនតើអញ្ចឹងនៅពេលដែលមានបញ្ហាអីធំគឺគាត់ស្ទះហ្មងគាត់គិតអត់ចេញហើយគាត់អត់មានកំណត់ពិចារណាអីវែងឆ្ងាយតទៅទៀតហ្មងហើយនិយាយបានថាគឺគាត់និយាយបានថាអត់មានដំណោះស្រាយតែម្ដងតែខ្ញុំអត់យល់ថាបុគ្គលដែលគាត់កើតមកបែបហ្នឹងហេតុអីបានពេលខ្លះគាត់មានសំណាងកើតជាមួយនឹងក្នុងវងតកោកូនអ្នកមានឬក៏កូនអភិជនហ្នឹងវិញខ្ញុំអត់យល់ចុះបើសិនជាពួកគាត់កើតក្នុងវងតកោអ្នកក្រីក្រតែគាត់ជួបបញ្ហាបែបណាវិញទៅហើយគាត់ពិបាករស់នៅប៉ុណ្ណាទៅនេះគឺជាគ្រាន់តែជាការឧទាហរណ៍របស់ខ្ញុំទេតែខ្ញុំឆ្ងល់ឬក៏ខ្ញុំអត់យល់ពីចំណុចមួយនឹងបើសិនជាខ្ញុំមានសំណាងបានកើតក្នុងវងតកោអ្នកមានវិញតើខ្ញុំអាចពង្រីកអាជីវកម្មឬក៏ខ្ញុំអាចបង្កើតក្តីសម័យរបស់ខ្ញុំអាចដើរដល់ចំណុចណាទៅព្រោះរាល់ថ្ងៃនេះគឺខ្ញុំកើតមកក្នុងវងតកោអ្នកក្រអ្នកលំបាកមែនតើហើយខ្ញុំជំនះខ្លួនឯងរហូតមកដល់ពេលនេះគឺខ្ញុំមានអ្វីដែលខ្ញុំអាចធ្វើបានប៉ុន្តែក៏ថាវានៅមានកម្រិតនៅតែអត់ទាន់ដល់គោលដៅរបស់ខ្ញុំទេខ្ញុំតែតែសម័យថាបើសិនជាខ្ញុំកើតមកក្នុងវងតកោអ្នកមានគឺខ្ញុំនឹងព្យាយាមពង្រីកទីផ្សារឬក៏បង្កើតធនធានគ្រួសារឲ្យកាន់តែធំជាងនឹងទៀតប៉ុន្តែវាអត់យើងអត់មានសំណាងដូចគេដល់ពេលគេវិញគេមនុស្សដែលចោលអំសៀតគេកើតមកក្នុងវងតកោអ្នកមានគេរស់នៅបានស្រួលហើយយ៉ាគេផ្គត់ផ្គង់ពីលុយកាក់ឬក៏អាហារហូបចុកអីសម្ភារៈស្លៀកពាក់អីឬក៏គាត់ចង់រកស៊ីអីគឺគេផ្ដល់ឲ្យគ្រប់យ៉ាងតែម្ដងសរុបអេពីសូតនេះមកគឺមិនមែនថាជូកលៀអត់មានសមត្ថភាពបដិបដាលលាវសានទេប៉ុន្តែគឺលាវសាននឹងឯងគឺជាមនុស្សដែលអត់មានដងតែម្ដងគឺគាត់អត់មានចក្ខុវិស័យវែងឆ្ងាយសម្រាប់ពង្រីកនគររបស់គាត់ឬក៏លើកស្ទួយមហាហានរបស់គាត់ទៅមុខទៀតតទៅមុខទៀតទេអញ្ចឹងក្តីសម័យរបស់លាវប៉ៃគឺចប់ត្រឹមហ្នឹងហើយក៏ក្តីសម័យឬក៏គោលដៅរបស់ជូកលៀងក៏ចប់ត្រឹមលាវសានដូចគ្នាតែប៉ុន្តែលាវប៉ៃមុននឹងស្លាប់គឺគាត់គិតពី
ពីចំណុចនឹងដែរពីកូនរបស់គាត់ហ្នឹងហើយជូកលៀងក៏ដឹងពីចំណុចនឹងដូចគ្នាមិនគាត់ព្យាយាមថានៅពេលដែលគាត់នៅរស់គាត់នឹងព្យាយាមវាយនគរផ្សេងឲ្យពរួបរមទឹកដីឲ្យបានព្រោះគាត់ដឹងថាបើសិនជាបាត់បង់គាត់ទៅនៅសល់លាវសានគឺនគរហ្នឹងនឹងចប់នៅថ្ងៃណាមួយឯងអញ្ចឹងគឺនៅពេលដែលគាត់សម្រេចចិត្តថាគាត់នៅរស់គាត់ទៅតែព្យាយាមប្រឹងវាយអស់ពីសមត្ថភាពទោះដឹងថាมันមានលទ្ធផលឈ្នះឬក៏ចាញ់នេះក៏ដោយគាត់ត្រូវតែវាយព្រោះគាត់ចង់បង្កើតស្នាដៃឬក៏គាត់មានឆន្ទៈបន្តជាមួយនឹងលាវប៉ៃខ្លាំងមែនទែនហើយក្នុងនាមយើងជាអ្នកទទួលបន្ទុកពីឪពុករបស់គេដែលគេផ្ដាល់កូនឲ្យយើងមើលថែឬក៏យើងបដោបដាលក៏វាជាចំណុចមួយដែលពិបាកដែរទាំងយើងទាំងគេខ្ញុំនិយាយដដែលចឹងគឺយើងជាគ្រូគេបើសិនជាសិស្សនឹងអត់មានដងឬក៏គាត់អត់មានឆន្ទៈវែងឆ្ងាយគឺយើងពិបាកបរៀនគាត់មែនទែនហើយក៏យើងព្យាយាមដកខ្លួនចេញពីគាត់ដែរហើយគាត់នឹងក៏អត់សូវមកខ្វាយខ្វល់រៀនសូត្រជាមួយយើងដែរក៏ដើរតាមយើងឯងដូចជូកលៀងគាត់ចូលចិត្តកូនសិស្សណាដែលប្រឹងរៀនដូចជាម៉ាស៊ូចឹងអញ្ចឹងម៉ាស៊ូគឺគាត់យកទៅដើរតាមគ្រប់កន្លែងហើយគាត់បានសួរយោបល់គ្នាទៅវិញទៅមកឬក៏ពេលណាដែលគាត់គិតអត់ចេញគាត់សួរយោបល់ពីម៉ាស៊ូទៅម៉ាស៊ូគាត់និយាយពីវិញឆ្ងាយអីចឹងទៅគាត់អាចនឹកឃើញពីវិធីសាស្ត្រថ្មីបន្ថែមទៀតក្រោយដែលពិភាក្សាជាមួយនឹងម៉ាស៊ូនឹងព្រោះនៅពេលដែលមានកូនសិស្សណាដែលយកចិត្តទុកដាក់នឹងការរៀនសូត្រគឺគ្រូក៏មានកម្លាំងចិត្តបង្រៀនដែរបើសិនជាតាមកំណត់របស់ខ្ញុំគិតថាបើសិនបើវងតកូនអ្នកមានណាកើតមកមានកូនដែលពិបាកអញ្ចឹងឬក៏អត់សូវឆ្លាតអត់មានកំណត់គិតគូរឆ្ងាយអានឹងខ្ញុំអាចនិយាយបានថាដូចជាបាបកម្មមួយដែលបុគ្គលអ្នកមានហ្នឹងសាងពីមុនមកព្រោះពេលខ្លះអ្នកមានមិនប្រកាសថាគាត់ធ្វើការសុចរិតគាត់ធ្វើការដែលស្មោះត្រង់គាត់ជោគជ័យនោះទេពេលខ្លះក៏យើងត្រូវតែមានល្បិចឬក៏មានវិធីសាស្ត្រណាបោកគេដើម្បីបានផលចំណេញមកយើងដើម្បីគាត់មានធនធានច្រើនជាងហ្នឹងណាអានេះខ្ញុំអាចនិយាយបានថាជាបាបកម្មមួយដែលគាត់បានសាងហើយកូនគាត់កើតមកគឺមានបញ្ហាចឹងហ្មងចំណោមសានកុកនោះគឺផ្សេងនៅពេលដែលមានកូនច្បងគឺត្រូវតែឲ្យកូនច្បងសងតំណែងតែបច្ចុប្បន្នយើងផ្សេងណាកូនណាក៏អាចស្នងតំណែងបន្តបានដែរឲ្យតែគាត់មានសមត្ថភាពអញ្ចឹងវាខុសគ្នាពីបច្ចុប្បន្នហើយនឹងអតីតកាលក្នុងអតីតកាលបើសិនជាមានកូនច្បងណាចោលមកសៀតបែបហ្នឹងឬក៏គាត់អត់មានកំណត់បែបអញ្ចឹងគឺនគរគាត់គឺចប់ហើយវងតកោគាត់គឺនឹងរលាយដោយសារតែកូនច្បងដែលផ្សងសំទោសនិយាយពាក្យផ្សងគឺស្នងតំណែងហើយសម្រាប់អេពីសូតថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណដល់អ្នកគ្នាដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់ហើយការនិយាយរបស់ខ្ញុំនោះគឺដូចអត់សូវជាមានកលៈដែលនិយាយទៅ flow ឲ្យវាព្រោះស្ដាប់ទៅខ្ញុំស្ដាប់ទៅក៏យើងពិបាកដែរប៉ុន្តែខ្ញុំនឹងព្យាយាមពុតសលេងខ្លួនឯងឲ្យនិយាយទៅឲ្យមានទឹកដមឬក៏មានកលៈឲ្យត្រឹមត្រូវកុំឲ្យនិយាយពេលខ្លះនិយាយទៅដាច់ឬក៏និយាយចឹងអាចនឹកអីបន្ថែមអញ្ចឹងណាអញ្ចឹងខ្ញុំក៏កៀងដែរតែខ្ញុំនឹងព្យាយាមនិយាយឲ្យបានល្អជាងនឹងទៀតហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងគាំទ្រនៅតែបន្តស្ដាប់ខ្ញុំបន្ថែមទៀតអរគុណអ្នកទាំងអស់គ្នាយើងជួបគ្នានៅវីដេអូក្រោយ See you guys peace out